ចំពោះលំហាត់ទី1នេះគេឲ្យគណនាផ្ទៃកន្លាថាសអញ្ចឹងផ្ទៃកន្លាថាសយើងស្គាល់នៅក្នុងរូបមួយមានន័យថាយើងត្រូវស្គាល់កម្មឬក៏ដែលបើសិនជាគេឲ្យមកដែរយើងត្រូវបំបែករកកម្មរបស់វាទៅយើងគណនាផ្ទៃកន្លាថាសចេញហើយបាទអញ្ចឹងរូបគេឲ្យមកនេះអាកនេះគឺយើងដាក់ថារកផ្ទៃកន្លាថាសបាទអញ្ចឹងតាមរូបមន្តA នេះគឺស្មើនឹង pi r ការ៉េបាទអញ្ចឹងដោយ pi ស្មើនឹង 3.14 មានន័យថាតម្លៃ pi នេះគឺយើងត្រូវចាំថាប៉ុណ្ណឹងរហូតហើយ r របស់យើងគេឲ្យមកនោះ r ស្មើនឹង12ម៉ែត្របាទនៅក្នុងលំហាត់កនេះមានន័យថានេះកន្លែងនេះបាទអញ្ចឹងប្រវែងពីផ្ចិតមកដល់គែមនៃវងនេះអានឹងគេហៅថាកម្មគឺ r បាទនេះគឺស្មើនឹង r អញ្ចឹងយើងយកវាជំនួសចូលរូបមន្តទៅនោះ a របស់យើងនេះស្មើនឹង 3.14 គុណជាមួយនឹង12ម៉ែត្រការ៉េបាទអញ្ចឹង 3.14 គុណជាមួយនឹង12ម៉ែត្រការ៉េមានថា12នេះការ៉េ12យក12គុណនឹង12ទៅ144ម៉ែត្រគុណម៉ែត្រការ៉េគឺស្មើនឹងម៉ែត្រការ៉េដែរបាទអញ្ចឹងយើងយកវាគុណនឹងយក 3.14 គុណជាមួយនឹង144ស្មើនឹង 452.16 ម៉ែត្រការ៉េបាទអញ្ចឹងដូចនេះផ្ទៃកន្លារបស់យើងគឺស្មើនឹង 452.16 ម៉ែត្រការ៉េបាទចំពោះលំហាត់ B តែព្រោះលំហាត់នេះប្រហែលជាគេអាចនឹងដាក់ A B C អញ្ចឹងដើម្បីគេច្រឡំទៅដាក់ក B C វិញអញ្ចឹងដាក់តាមសភៅ B ឬងកផ្ទៃកន្លាថាសដូចគ្នាហើយរូបមន្តរបស់យើងក៏ដូចគ្នាដែរគឺ A ស្មើនឹង pi r ការ៉េបាទអញ្ចឹងដោយ pi ស្មើនឹង 3.14 r បាទ r យើងកន្លែងនេះគឺស្មើនឹង 0.6 ម៉ែត្រអញ្ចឹង r ស្មើនឹង 0.6 ម៉ែត្រនោះជំនួសចូលដដែលមក a របស់យើងនេះស្មើនឹង 3.14 គុណនឹង 0.6 ម៉ែត្រលើកជាការ៉េអញ្ចឹងយើងបាន 3.14 គុណនឹង 0.6 លើកជាការ៉េបាន 0.36 ម៉ែត្រការ៉េបាទអញ្ចឹងយើងគុណវាមក 3.14 គុណនឹង 0.36 ឃើញ 1.1304 ម៉ែត្រការ៉េចឹងដូចនេះ A របស់យើងស្មើនឹង 1.1304 ម៉ែត្រការ៉េបាទចំពោះលំហាត់ C ដែលយើងរកផ្ទៃកន្លាថាសដូចគ្នាតាមរូបមន្តហ្នឹងគឺ A ស្មើនឹង pi r ការ៉េដូចគ្នាតែនៅក្នុងនេះលំហាត់នេះគេឲ្យមកជាតង្វែងចេះបាទតង្វែងនេះគឺ D អញ្ចឹង D គេឲ្យមក D ដើម្បីរក r គឺយើងត្រូវយកមានថា r ស្មើនឹង D នេះចែកនឹង2អញ្ចឹងយើងបាន r ហើយមានថារកកម្មវាសិនចាំជ្រុះចូលរួមមុនបាទអញ្ចឹងដោយ pi
ហើយគេឲ្យមកហ្នឹងគឺដដែល 3.14 ហើយ air បាទ air ស្មើនឹង d ចែកឲ្យ 2 អញ្ចឹងវាស្មើនឹង 14 ម៉ែត្រចែកឲ្យ 2 ទៅវាស្មើនឹង 7 ម៉ែត្របាទអញ្ចឹងនោះយើងយកវាជំនួសចូលរូបមន្តរបស់យើងមក a ស្មើនឹង 3.14 គុណឲ្យ 7 ម៉ែត្រទាំងអស់នោះលើកជាការ៉េអញ្ចឹងយើងបាន 3.14 គុណឲ្យ 7 ការ៉េបាទអញ្ចឹង 49 ម៉ែត្រការ៉េយើងយក 3.14 គុណនឹង 49 មកអញ្ចឹងឃើញ 153.86 ម៉ែត្រការ៉េដូចនេះ a របស់យើងស្មើនឹង 153.86 ម៉ែត្រការ៉េ